ចាជាដំបូងគ្រប់ជំរាបសួរលោកគ្រូនេះខ្ញុំឈ្មោះឆេងគឹមលៀងរតនាឌីលេខរៀងទី25អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូសង្ខេបពីមេរៀនទីសប្តាហ៍ទី7ចំណេះដឹងតេស្តភាសាហើយនិងគំរូតេស្តរបស់ភាសាផងដែរចាអញ្ចឹងមុននឹងចូលទៅដល់មេរៀននៅក្នុងនោះវត្ថុបំណងរបស់មេរៀនរបស់យើងនៅក្នុងថ្ងៃនេះមានន័យថាក្រោយដែលសិក្សាមេរៀនចប់គ្រប់និស្សិតទាំងអស់ហ្នឹងប្រាប់បានពីវត្ថុបំណងនៃការធ្វើតេស្តភាសាប្រាប់បញ្យល់ពីភាពខុសគ្នានៃស្តង់ដារហើយនិងការតេស្តភាសាផងដែរប្រាប់ពីសមាសភាពក្នុងសំណួរតេស្តចំណេះដឹងការយល់និងបំណងផ្សេងៗក្នុងសវត្ថវត្តទី21ដែលគេយកមកដាក់ក្នុងតេស្តភាសាសាកល្បងការរៀបចំតេស្តអក្ខរកម្មអំណានរបស់ភាសាតេស្តផងដែរចឹងមេតិកាមាន4ធំទី1ទិដ្ឋភាពទូទៅនៃការប្រឡងនិងគោលបំណងតេស្តភាសាក្រុមប្រទេសក្នុងស្ថាប័នសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមាសភាពក្នុងសំណួរតេស្តភាសាគំរូតេស្តភាសាទំនាក់ទំនងរវាងតេស្តស្តង់ដារនិងតេស្តភាសាផងដែរចាអញ្ចឹងសម្រាប់បំណងតេស្តភាសាគឺជាការវិតម្លៃសមត្ថភាពសិស្សក្នុងការទាញយកចំណេះដឹងដែលពួកគេបានសិក្សានៅកម្រិតការអប់រំមូលដ្ឋាននិងសមត្ថភាពក្នុងការប្រើប្រាស់ចំណេះដឹងទាំងនោះនៅក្នុងបរិបទដែលពួកគេមិនធ្លាប់ជួបពីមុនមកតែនៅក្នុងហើយនិងក្រៅសាលាកម្មវិធីភាសាគឺជាកម្មវិធីមួយដែលវាតម្លៃសមត្ថភាពពិសេសលើ3មុខវិជ្ជាធំៗទី1គណិតវិទ្យាទី2អំណាននិងទី3វិទ្យាសាស្ត្រផងដែរចាអញ្ចឹងការវាស់វែងសមត្ថភាពសិស្សហ្នឹងគឺនៅក្នុងគាត់អាយុ15ឆ្នាំទាំងចំណេះដឹងហើយជំនាញក្នុងវិជ្ជាអំណានគណិតវិទ្យានិងវិទ្យាសាស្ត្រដែលផ្អែកលើស្តង់ដារអន្តរជាតិដូចដែលបានបង្ហាញនៅក្នុងក្របខ័ណ្ឌសមត្ថភាពនៃកម្មវិធីភាសាផងដែរអញ្ចឹងប្រៀបធៀបសមត្ថភាពរបស់សិស្សកម្ពុជាជាមួយនឹងកម្រិតសមត្ថភាពអបបរមានៃកម្មវិធីភាសាបណ្ដាប្រទេសសមាជិក OECD ហើយនិងប្រទេសក្នុងតំបន់រង្វាតម្លៃភាសា D ហ្នឹងគឺសង្កត់ធ្ងន់លើសមត្ថភាពរបស់សិស្សក្នុងការអនុវត្តចំណេះដឹងនិងជំនាញរបស់ខ្លួនក្នុងជីវិតជាក់ស្ដែងសមត្ថភាពក្នុងការវិភាគផ្ដល់ទិន្នន័យកហើយនិងប្រស្រ័យទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាពដែលពួកគេត្រូវកំណត់ហើយនិងបកស្រាយដូចជាទី1ទាក់ទងនឹងអក្ខរកម្មអំណានគឺជាសមត្ថភាពយល់ប្រើប្រាស់ពិចារណាលទ្ធបទសរសេរដើម្បីបានសម្រេចគោលដៅអភិវឌ្ឍចំណេះដឹងនិងសក្តានុពលរបស់ខ្លួនព្រមទាំងបានចូលរួមក្នុងកិច្ចការសង្គមផងដែរអក្ខរកម្មគណិតវិទ្យាគឺជាសមត្ថភាពទាញជារូបមន្តមានឲ្យគាត់ចេះប្រើប្រាស់ហើយគាត់អាចបកស្រាយគណិតវិទ្យាដោយប្រើប្រាស់ទេសនាទានហើយនិងឧបករណ៍ដើម្បីពណ៌នាពន្យល់និងព្យាករណ៍ពីបាតុភូតចេះធ្វើការវិនិច្ឆ័យត្រឹមត្រូវនិងធ្វើការសម្រេចចិត្តជាពលរដ្ឋដែលមានការគិតត្រេះរិះពិចារណានិងទី3គឺអក្ខរកម្មវិទ្យាសាស្ត្រគឺជាសមត្ថភាពយល់ដឹងពីបញ្ហាវិទ្យាសាស្ត្រហើយនិងគំនិតវិទ្យាសាស្ត្រជាប្រជាពលរដ្ឋដែលមានការត្រេះរិះពិចារណាដែលអាចយល់ដឹងពីវិទ្យាសាស្ត្រហើយនិងបច្ចេកវិទ្យានិងមានសមត្ថភាពក្នុងការពន្យល់ពីបាតុភូតវិទ្យាសាស្ត្រវិតម្លៃហើយនឹងរៀបចំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រនិងបកស្រាយទិន្នន័យហើយមានភស្តុតាងបែបវិទ្យាសាស្ត្រផងដែរចាចំណុចទី2គឺភាពខុសគ្នារវាងស្តង់ដារហើយនិងតេស្តភាសាអញ្ចឹងតេស្តស្តង់ដារហ្នឹងគឺជាប្រភេទតេស្តមួយដែលកូនសិស្សមួយក្រុមត្រូវប្រឡងដើម្បីប្រៀបធៀបជាមួយនឹងក្រុមដទៃដែលប្រឡងតេស្តដូចគ្នាតេស្តស្តង់ដារមានន័យមួយទៀតផ្សេងទៀតមានលើសពីការធ្វើតេស្តដូចគ្នាសម្រាប់ភាគីពាក់ព័ន្ធគ្រប់គ្នាតេស្តស្តង់ដារត្រូវបានរៀបចំឡើងយោងតាមស្តង់ដារកម្មវិធីនៃសាលាស្តង់ដារជារដ្ឋជាក់លាក់ណាមួយតេស្តស្តង់ដារគឺតែងតែត្រូវគេអនុវត្តជាញឹកញាប់ក្នុងទីតាំងដែលអាចដាក់ប្រឡងបានច្រើនដូចជាបន្ទប់កុំព្យូទ័រសាលប្រជុំឬក៏មណ្ឌលប្រឡងផងដែរតេស្តស្តង់ដារវាវែកបំណិន3ធំរួមមានអំណានបែបតេស្តវិពិចារណាគណិតហើយនិងការសរសេរចំណែកឯPISA for development វិញមានថាគម្រោងតេស្តភាសាគឺមានថាសម្រាប់ប្រទេសដែលអភិវឌ្ឍមានន័យថាមានគោលបំណងជំរុញទឹកចិត្តនិងសម្របសម្រួលការចូលរួមប្រឡងតេស្តភាសានៃប្រទេសដែលមានប្រាក់ខែទាបនិងប្រាក់ខែមធ្យមប្រទេសដែលចូលរួមនៅពេលដែលបានទទួលផលសិស្សហើយអាចលទ្ធផលទៅរួមចំណែកគោលដៅទី4នៃគោលដៅអភិវឌ្ឍ
ប្រកបដោយចរិយាភាពនិងសមភាពនៃការសិក្សារបស់កុមារក្មេងជំទង់និងមនុស្សធំផងដែរតែ best for school មានតែភាសាហ្នឹងសម្រាប់សាលារៀនគឺវាផ្ដល់ការប៉ាន់ស្មានសម្រាប់កម្រិតសាលារៀនអំពីការអនុវត្តរបស់សិស្សនិងព័ត៌មានអំពីបរិយាកាសសិក្សាហើយនឹងអត្តចរិតឬក៏អេរិយាបថរបស់សិស្សទទួលបានពីកម្រងសំណួរ 80% ជាសំណួរបែបជ្រើសរើសចំណែកឯ 20% ទៀតគឺបែបសំណួរសរសេរនិងចំណុចទី3សមាជិកនៃតេស្តអក្ខរកម្មអំណាចចាអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងបកស្រាយ3ទី1អក្ខរកម្មអំណាចទី2គណិតនិងទី3អក្ខរកម្មវិទ្យាសាស្ត្រអញ្ចឹងឥឡូវចូលមកដល់ការវិដំណាក់អក្ខរកម្មអំណាចភាសាមានថាវាផ្ដោតទៅលើអត្តចរិតលក្ខណៈកិច្ចការចម្បង3យ៉ាងដើម្បីការគ្របដណ្ដប់លើផ្នែកដូចខាងក្រោមទី1លំនាំមានថា progresses សំដៅទៅលើវិទ្យាសាស្ត្រតាមបែបពុទ្ធិដែលកំណត់អំពីរបៀបដែលអ្នកអានប្រើប្រាស់ក្នុងអត្ថបទដើម្បីឆ្លើយសំណួរអត្ថបទ text សំដៅទៅលើប្រភេទអត្ថបទដែលតម្រូវឲ្យអាននិងមួយទៀតស្ថានភាព solution សំដៅទៅលើបរិបទដ៏ធំទូលំទូលាយឬក៏គោលបំណងសម្រាប់ការអានផងដែរអក្ខរកម្មអំណាចហ្នឹងមានន័យថាអានមានន័យថានៅក្នុងនេះគឺមានអំណាចចែកតាមលំនាំអានព័ត៌មានក្នុងអត្ថបទនិងស្រង់ព័ត៌មានពីអត្ថបទបញ្ចូលគ្នាហើយនឹងបកស្រាយឆ្លុះបញ្ចាំងហើយនឹងវាតម្លៃចំណែកប្រភេទអត្ថបទមានប្រភេទអត្ថបទធុរកិច្ចជាសម្បត្តិអីចឹងទៅអត្ថបទផ្ទាល់ខ្លួនឬក៏ប្រចាំថ្ងៃឬក៏មិនផ្លូវការបញ្ញត្តិទិញអីវ៉ាន់ក្រដាសមុខម្ហូបអីចឹងទៅអត្ថបទសិក្សាធិការមានតែសេចក្តីឬក៏របាយការណ៍ស្រាវជ្រាវចំណែកឯចំណែកថ្នាក់អត្ថបទហ្នឹងគឺទម្រង់បង្ហាញអត្ថបទអញ្ចឹងអត្ថបទខ្លះបោះពុម្ពលើក្តារអត្ថបទខ្លះជា digital ចំណែកឯទម្រង់អត្ថបទផ្សេងទៀតអាចមានជាទម្រង់កថាខណ្ឌអត្ថបទមិនមែនជាទម្រង់កថាខណ្ឌដូចជាក្រាហ្វិកឬក៏តារាងរូបភាពអីចឹងទៅចាហើយប្រភេទអត្ថបទ text tab ហ្នឹងមានន័យថាអត្ថបទខ្លះបែបពណ៌នានិទានបញ្ចុះបញ្ចូលពិភាក្សាណែនាំហើយនឹងឃោសនាអីចឹងទៅចាអញ្ចឹងសម្រាប់ស្ថានភាពនឹងផងដែរអាចជាបុគ្គលការអប់រំឬក៏មុខរបរផ្សេងដែលតកតងទៅនឹងអក្ខរកម្មអំណាចដែលយើងបានបង្ហាញថែមនឹងចាហើយនឹងមានគំរូសំណួរតែអំណាចផ្សេងទៀតដែលនៅក្នុងកម្មវិធីសិក្សាហ្នឹងគឺគេបានដាក់ឲ្យកូនសិស្សធ្វើនិងអនុវត្តដើម្បីដឹងពីកម្រិតពុទ្ធិកម្រិតសមត្ថភាពរបស់គាត់ផងដែរចាហើយនឹងតកតងទៅនឹងអក្ខរកម្មគណិតវិទ្យាវិញម្ដងគឺជាការវិតម្លៃអក្ខរកម្មគណិតវិទ្យារបស់កម្មវិធីតេស្តភាសាសំណួរតេស្តគណិតវិទ្យាត្រូវបានបង្កើតឡើងលក្ខណៈសំខាន់ៗ3គឺទី1លំនាំគណិតវិទ្យាមានន័យថា the mathematical processes ព័ត៌មានអំពីលំនាំរបស់សិស្សម្នាក់ៗប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងបរិបទរបស់លំហាត់គណិតវិទ្យានិងដោះស្រាយលំហាត់ព្រមទាំងសមត្ថភាពបង្ហាញលំនាំគណិតវិទ្យាបង្កើតជាលំនាំបញ្ហាគណិតវិទ្យាអនុវត្តបញ្ជាភាពរស់នៅបកស្រាយហើយនឹងវាតម្លៃ 2.1 ខ្លឹមសារគណិតវិទ្យាអញ្ចឹងគឺជាចំណុចតាមដែលប្រើប្រាស់ក្នុងការវិតម្លៃទៅបរិមាណភាពមិនច្បាស់លាស់តន័យបំរែបំរួលឬក៏ទំនាក់ទំនងលំហឬក៏ទ្រង់ទ្រាយហេតុផលគណិតវិទ្យាដែលមាននៅក្នុងការវិតម្លៃតេស្តភាសាហ្នឹងមានដូចជាអនុមានរួមឬក៏អនុមានញែកការវិតម្លៃស្ថានភាពការទាញសេចក្តីសន្និដ្ឋានការកសាងពណ៌នាដំណោះស្រាយចំណេះដឹងក្នុងការយកដំណោះស្រាយហ្នឹងទៅអនុវត្តក្នុងជីវិតពិតចំណុចទី3បរិបទជាស្ថានភាពដែលសំណួរទៅស្ថិតនៅមានដូចជាបុគ្គលសង្គមមុខរបរវិទ្យាសាស្ត្រដោយបើសិនជាគិតបំណិនសម្បត្តិទី21មានដូចជាការគិតប្រកបដោយវិចារណញ្ញាណការច្នៃប្រឌិតការស្រាវជ្រាវនិងការរុករកស្វ័យដឹកនាំនិងកំណត់ផ្ដើមនិងការមិនបោះបង់ការប្រើប្រាស់ព័ត៌មានការគិតជាប្រព័ន្ធទំនាក់ទំនងហើយនឹងការឆ្លុះបញ្ចាំងផងដែរចាអញ្ចឹងទាំងអស់ហ្នឹងហើយគឺវាបង្ហាញអំពីអក្ខរកម្មគណិតវិទ្យាចំណុចទី3គឺអក្ខរកម្មវិទ្យាសាស្ត្រចាអញ្ចឹងអក្ខរកម្មវិទ្យាសាស្ត្រយើងអាចហៅថាវាបង្ហាញអំពីសមត្ថភាពប្រកបបាតុភូតនៅក្នុងសមត្ថភាពហ្នឹងហើយវាអាចបញ្យល់អំពីបាតុភូតតាមបែបវិទ្យាសាស្ត្របកស្រាយទិន្នន័យហើយនឹងភស្តុតាងតាមបែបវិទ្យាសាស្ត្រវាតម្លៃហើយនឹងរៀបចំការរុករកព័ត៌មានផ្សេងៗតាមបែបវិទ្យាសាស្ត្រ
ចំណែក attitude វិញវាទាក់ទងហ្នឹងគឺមានន័យថាការចាប់អារម្មណ៍ក្នុងវិទ្យាសាស្ត្រការឲ្យតម្លៃវិធីតាមបែបវិទ្យាសាស្ត្រក្នុងការរកព័ត៌មានការយល់ដឹងអំពីបញ្ហាបរិស្ថានចាចំណែកបរិបទរបស់វាគឺតម្រូវឲ្យមានភស្តុតាងនៃគុណសម្បទានិងចំណេះដឹងក្នុងបរិបទសុខភាពធនធានធម្មជាតិបរិស្ថានគ្រោះថ្នាក់និងព្រំដែនរវាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហើយវាអាចមានតាមកម្រិតបុគ្គលកម្រិតតំបន់ឬក៏កម្រិតសកលអីចឹងទៅចាចំណេះដឹង knowledge មានន័យថាអាចថាជាការយល់ដឹងពីភាពពិតក៏បញ្ញត្តិនិងទ្រឹស្ដីសំខាន់តែមានទម្រង់ជាមូលដ្ឋានចំណេះដឹងវិទ្យាសាស្ត្រអញ្ចឹងចំណេះដឹងហ្នឹងអាចមានចំណេះដឹងលើខ្លឹមសារមានហើយខ្លឹមសារលើវិទ្យាសាស្ត្រហ្នឹងណាចំណេះដឹងទៀតចំណេះដឹងពីរបៀបនៃការធ្វើអ្វីមួយមានន័យថាចំណេះដឹងនៃវិទ្យាសាស្ត្រចម្រុះឬក៏អនុវត្តដែលបានយកមកដើម្បីកសាងចំណេះដឹងបែបវិទ្យាសាស្ត្រឬក៏តាមបែបស្តង់ដារផងដែរហើយចំណេះដឹងទាក់ទងទៅនឹងទ្រឹស្ដីឬក៏ចំណេះដឹងនៃជំនឿរបស់មនុស្សក្នុងវិទ្យាសាស្ត្រផងដែរគឺវាបានបង្ហាញអំពីការតេស្តភាសានៅក្នុងអក្សរកម្មផ្នែកអំណាចផងដែរចាអញ្ចឹងសម្រាប់មេរៀនក្នុងសប្តាហ៍ទី7ដែលខ្ញុំបកស្រាយអំពីតេស្តភាសាហើយនិងតេស្តស្តង់ដារហ្នឹងអាចមានតែចំណុចខ្លះនៅមានការខ្វះខាតអញ្ចឹងក៏សូមមេត្តាខន្តីបេទោផងដែរចាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអរគុណ